កុមារគឺជាវ័យមួយដែលងាយរងគ្រោះបំផុតជាមួយបញ្ហាសុខភាពនិងជំងឺនានាពួកគេពិតជាត្រូវការព្យាបាលការថែទាំយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនិងមន្ទីរពេទ្យដែលអាចផ្ដល់នូវក្តីសង្ឃឹមតាមរយៈមូលនិធិសប្បុរសធម៌ពីយើងទាំងអស់គ្នាស្នាមញញឹមបានកើតឡើងម្ដងទៀតជាមួយនឹងក្តីសង្ឃឹមក្នុងការលូតលាស់ឡើងដោយមានសុខភាពល្អហើយស្នាមញញឹមនិងក្តីសង្ឃឹមទាំងអស់នេះហើយគឺបានមកពីជំនួយមូលនិធិសប្បុរសធម៌របស់ពុកម៉ែបងប្អូនជនរួមជាតិមកកាន់មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី29ខែមេសាឆ្នាំ2025ឯកឧត្តមលីណាវុធអគ្គនាយករងនៃ Belty Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតលីឆេងស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងលោកជំទាវព្រមទាំងចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ Belty អន្តរជាតិតារាចម្រៀង rapper លោក King Chi លោក Sedes និងយុវជនស្ម័គ្រចិត្តសសយកកាយរិទ្ធកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកថវិកាមូលនិធិសប្បុរសធម៌ Belty ដែលបានមកពីការរៀបចំកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ Belty អន្តរជាតិចំនួន20លានរៀលបរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាក្នុងការបន្តបេសកកម្មផ្តល់សេវាពិនិត្យនិងព្យាបាលទារកនិងកុមារដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងមិនមានការរើសអើងកុមារគឺជាទំពាំងស្នងឫស្សីនៃប្រទេសជាតិសូមពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាជួយបន្តបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌មកកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាយើងគេនៅលើគោកតែខ្ញុំងូចប់លើកោះយើងវិញរត់តែគេឯនេះលើជើងហោះគិតពីទស្សនវិជ្ជានៃជីវិតខ្លួនឯងខុសពីទស្សនវិជ្ជាពីសង្គមជាក់ស្ដែង